แล้วนี่คือញោមបានមកដល់ខ្មែរវិញហើយញោមទុំទៅចុះពីលើយន្តហោះមួយនេះទីទៀតញោមនឹងធ្វើការទៅស្តង់របស់យើងគឺអាណាចក្រ foundation ដែលគឺកន្លែងដែលយើងធ្វើការរៀបតាក់ទងពីស្បៀងទៅកាន់វគ្គកងទ័ពរបស់យើងផ្ទាល់ផងដែរចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយតាក់ទងពី Babylon ដែលគឺជាកម្មវិធីមួយដែលតាក់ទងជាមួយនឹង BTC staking ឬក៏ Bitcoin staking ផងដែរចឹងបងប្អូនដឹងហើយគឺ Bitcoin គឺអត់ដែលដឹងថា Bitcoin អាចធ្វើការដាក់ staking បានទេភាគច្រើនគឺបងប្អូនគិតថា Bitcoin គឺលក្ខណៈ mining គឺវាអាចធ្វើការ staking បានតែបច្ចុប្បន្ននេះ technology ឬក៏បច្ចេកវិទ្យាឥឡូវគឺអាចធ្វើឲ្យ Bitcoin staking បានមានន័យថាអ្នកដែលគាត់មាន Bitcoin គាត់អាចធ្វើការរកចំណូលបានទៅតាមកាត់គាត់ដាក់ជ្រើក្នុង Binance ផ្ទាល់ផងដែរអញ្ចឹងបើសិនជាអ្នកនេះអត់មាន account គណនីរបស់ Binance ផ្ទាល់ឬក៏គណនីរបស់ exchange ផ្សេងអាចធ្វើការ register ក៏ refer link របស់អាណាចក្រផ្ទាល់ឬក៏ register link របស់ Top ផ្ទាល់ផងដែរអ្នកនេះអាចធ្វើការចុច link ខាងក្រោមក៏បានឬក៏ចូលទៅក្នុង Telegram group ឬក៏អាចធ្វើការ chat នៅក្នុង Facebook page របស់យើងក៏បានដែរអញ្ចឹងបើសិនយើងក៏លេខមើលបច្ចេកដែលតាក់ទងជាមួយនឹងការ enjoy ដូចជា BTC staking មានន័យថារហូតដល់ 2.5% ក្នុងរយៈពេល1ឆ្នាំនិយាយទៅច្រើនខ្លាំងបងប្អូនបើសិនយើងទិញ Bitcoin ទុកវគ្គពេលយូរវិនិយោគ Bitcoin ហើយយើងបានអត្រាការប្រាក់ឬក៏ដូចខ្ញុំនិយាយអញ្ចឹងគឺ 2.5% APR គឺច្រើនខ្លាំងហើយអញ្ចឹងបងប្អូនអាចធ្វើការយកដាក់ staking បានសម្រាប់នៅក្នុង Binance ផ្ទាល់ដែល Babylon ឬក៏ខាង Binance ផ្ទាល់ក៏បានធ្វើការ offer រហូតដល់ដូចជា15ថ្ងៃ30ថ្ងៃ60ថ្ងៃ60ថ្ងៃ VIP ឬក៏90ថ្ងៃផងដែរអញ្ចឹងបើសិនជាយើងដាក់ដូចជា5-10ថ្ងៃដែលយើងដឹងអញ្ចឹងគឺ 1.5% 1.8% សម្រាប់30ថ្ងៃ60ថ្ងៃឬ 2.1% មួយទៀត60ថ្ងៃ VIP គឺ 2.5% ច្រើនខ្លាំងមែនទែនហើយមួយទៀតចុងក្រោយគឺ90ថ្ងៃគឺលោតរហូតដល់ 2.5% ផ្ទាល់ផងដែរដែលចាប់ពី 0.1 BTC រហូតដល់និយាយទៅ BTC បងប្អូនមានប៉ុន្មានក៏បានដែរនិយាយទៅដូចខ្ញុំនិយាយចឹងវាល្អសម្រាប់អ្នកដែលគាត់មាន Bitcoin ហូរក្នុងដៃគាត់អាចធ្វើការរកចំណូលបានផងដែរឬក៏ passive income ឬក៏ត្រូវអត្រាការប្រាក់ផ្សេងៗតាមរយៈ Binance ផ្ទាល់ផងដែរនិយាយទៅ exchange ផ្សេងក៏មានដែរសម្រាប់អ្នកដែលគាត់អត់ចេះអីផ្សេងៗអាចធ្វើការ chat ក្នុង Facebook page ខ្ញុំក៏បានឬក៏ចូលក្នុង Telegram group ផងដែរក្រុមការងារយើងព្យាយាមជួយបងប្អូនច្រើនខ្លាំងមែនទែនហើយឥឡូវនេះគឺតាក់ទងជាមួយសង្គ្រាមរបស់យើងគឺវារៀងក្តៅកគុកដដែលគឺវាអត់មានស្ងប់ទេអញ្ចឹងខ្ញុំមានអារម្មណ៍ថាអាណាចក្រ foundation របស់យើងស្តង់របស់យើងគឺនឹងអាចបើកដំណើរការផ្ទាល់ផងដែរហើយមួយទៀតសូមបើកកញ្ចក់ខ្ញុំអត់ដែលតម្លាក់ QR code ឬក៏អាណាចក្រដែលតម្លាក់ QR code សុំលុយបងប្អូនទេគឺអត់ទេព្រោះសារយើងប្រយ័ត្នខ្លាំងមែនទែនពួកយើងប្រើ fund របស់យើងលុយរបស់យើងផ្ទាល់លុយក្រុមគ្រួសាររបស់យើងលុយមិត្តភក្តិរបស់យើងឬក៏មនុស្សជុំវិញយើងដូចជាអ្នកដែលស្គាល់គ្នាផ្សេងៗបានយើងអាចធ្វើការចូលលុយគ្នាទៅទិញស្បៀងឬទិញអីផ្សេងៗដើម្បីយកមកចែកជូនជនភៀសសិទ្ធិឬក៏វរៈកងទ័ពរបស់យើងផ្ទាល់ផងដែរនិយាយទៅគឺយើងប្រើ fund របស់យើងផ្ទាល់ច្រើនខ្លាំងមែនទែនអញ្ចឹងយកអត់តម្លាក់ QR code ទេសារនិយាយសារមានរឿងច្រើន reason ច្រើនដែរអាណាចក្រសុខចិត្ត decide ចិត្តអត់តម្លាក់ QR code ដើម្បីសុំលុយបងប្អូនទេគឺយើងព្យាយាមប្រើវិធីផ្សេងដូចជា fund របស់យើងផ្ទាល់ផងដែរឬគឺមួយរយៈពេលយ៉ាងក្រោយគឺយើងព្យាយាមជួយច្រើនខ្លាំងមែនទែន more than 1000គ្រួសារទៅទៀតហើយយើងជូនទៅកងទ័ពច្រើនមែនទែនដែលយើងអាចបញ្ចេញវីដេអូបានហើយនិយាយទៅវីដេអូរបស់កងទ័ពគឺយើងមានដែរតែយើងនឹងព្យាយាមមើលតាមអ្វីដែលយើងអាចធ្វើទៅបានហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេតិចទៀតខ្ញុំនឹងត្រឡប់ទៅកាន់ស្តង់របស់យើងហើយរៀបចំតាក់ទងជាមួយនឹងស្បៀងផ្សេងៗសម្រាប់វរៈកងទ័ពរបស់យើងហើយក៏សង្ឃឹមថាសង្គ្រាមមួយនេះនឹងចប់ឆាប់ៗផងដែរព្រោះសារយើងអត់ចង់ឲ្យប្រទេសយើងមានសង្គ្រាមទេព្រោះសារ Cambodia need peace ផងដែរព្រោះសារយើងត្រូវការ